នេះគឺជាវីដេអូអេពីសូតទី2ដែលមកដកដលងនៅតាប្រុកឲ្យបងប្អូនគឺវីដេអូនេះគឺថ្ងៃទី2ទី3ទី4គឺចូលគ្នាតែម្ដងឥឡូវនេះមានបងប្អូនយើងជាច្រើនគាត់ទៅមកខាងដកដលងអញ្ចឹងណាតែគាត់ត្រូវការតែកម្លាំងដកត្រូវការដឹកប៉ុន្តែពួកខ្ញុំនេះតទៅដកឲ្យដឹកបានពួកយើងទៅអញ្ចឹងណាបងប្អូនអរគ្នាសូមអធិស្ឋានផងហើយឥឡូវនេះគឺធីមយើងគឺបានមក4តលេថងបងប្អូនថ្ងៃទី1ហ្នឹងគឺតែ2លេថងទេថ្ងៃទី2គឺ3លេថងហើយថ្ងៃទី4គឺ4កលេថងបងប្អូនអរគ្នាឥឡូវនេះយើងដកឲ្យមកចកាយើងទៅមកចកាទៀតហើយចកានេះចិត្តគ្នាទេបងប្អូនដោយសារតែម្ចាស់តែមួយអញ្ចឹងណាឥឡូវយើងដកបានហើយដកបាន3លេថងហើយនៅមកតលេថងទៀតអញ្ចឹងណាបងប្អូនហើយលំមកនេះសមាជិកថ្មីបងប្អូនដាក់ពេញដំងបានចូល4តោនដែរបងប្អូនប៉ុន្តែដាក់មួយសាយបានតែ3តោនកន្លះឬក៏3តោន6ទេហើយឥឡូវយើងបានមកលក់នឹងចេញហើយហែវពេកក៏ឆ្លៀតចូលស៊ីកាទៀវស៊ីមីសិនអញ្ចឹងណាបងប្អូនណាមួយយើងអត់ងុយអញ្ចឹងយើងហូបឲ្យបានច្រើនទៅវាគ្រាន់ដែរហើយថ្ងៃនេះថ្ងៃបន្ទាប់បងប្អូនគឺមកដល់ម៉ោង3ហូបបាយហូបស្វាយទាំងយប់តែម្ដងណាហូបបាយប្រហែលជាម៉ោង3ជាងអាពេលទៅដកមកមុខពីមុខហើយបានហូបស្វាយទៀតអញ្ចឹងណាបងប្អូនឥឡូវនេះបានពេញដឹកទៀតហើយបងប្អូនអើយអញ្ចឹងពួកយើងចាប់ផ្ដើមតែចេញទៀតហើយបងប្អូនមួយថ្ងៃ4ដឹកមួយថ្ងៃ4ដឹកនិយាយទៅគឺដាក់បានប្រហែលឡានដែរបងប្អូន4ដឹកហ្នឹងគឺចូល5 6 10តោនដែរបាទអធិស្ឋាន4ដឹកហ្នឹងគឺ4 10តោន75 10តោននេះបងប្អូនតែថ្ងៃប្រហោយហ្នឹងយក5ជើងអញ្ចឹងល្មមហ្នឹងតែ4យក5ជើងអញ្ចឹងគឺបាន6 10តោនឥឡូវនេះយើងចាប់ផ្ដើមចេញទៅឲ្យបងប្អូនឡើងទួលដែរហើយចេញទៅនេះតាមភូមិតាប៉ាង2បងប្អូនជិះក៏មិនសូវហ៊ានលឿនដែរបងប្អូនតាមខ្នល់ជាតិអញ្ចឹងណាហើយឥឡូវយើងបានមកជិះតាមខ្នល់បែកឆ្ពោះទៅស្វាយទៀបពួកអីចេញនៅស្វាយទៀបអញ្ចឹងណាបងប្អូននិយាយរួមទៅធីមខ្ញុំគឺតែប្រហែលអ្នកទេប៉ុន្តែពួកគាត់ធ្វើការស្រួលអញ្ចឹងណាពួកគាត់ធ្វើការយោគយល់គ្នាអ្នកណាហត់គោសម្រាប់ទៅនិយាយគ្នាត្រូវក៏ហូបបាយហូបអីជុំគ្នាទៅអត់មានពេលមានវេលាទេឃ្លានហូបតែម្ដងណាបងប្អូនហើយបងប្អូនមើលពួកគាត់ដាក់លេថងយូរទៅគឺដាក់ឡើងមកណែនមកជន់ផងជ្រើសផងរៀបផងណាបងប្អូនឡើងទូគឺអត់ចង់រួចទេលេខ3គឺវាយតែលេខ2រហូតហ្នឹងនិយាយទៅពួកគាត់ដាក់នេះគឺគាត់យល់អ្នកដកដែរអញ្ចឹងណាគាត់ដឹកបានច្រើនអ្នកដកក៏បានច្រើនដែរហើយឥឡូវយើងបានដឹកមកដល់ចេញទៀតហើយបងប្អូនហើយនេះគឺជាថ្ងៃប្រហោយបងប្អូនថ្ងៃប្រហោយគឺយើងរហូត5ជើងលមកតែ4ទេប៉ុន្តែព្រលឹមឡើងគឺឲ្យឡើងទៅ1សិនអញ្ចឹងណាបងប្អូនគួរអីបើសិនយើងដាក់តែ4លមកហ្មងដាក់អត់អស់អញ្ចឹងណាអញ្ចឹងគឺឲ្យលមកមួយគាត់រត់2ជើងអញ្ចឹងទៅហើយឥឡូវនេះយើងបានដកអស់ហើយបងប្អូននៅចាំតែដឹកយើទេនេះបងប្អូននេះគឺដកឡើងមកស្អាតប៉ុន្តែថ្ងៃចុងក្រោយហ្នឹងគឺយើងយ៉ាប់ដែរបងប្អូនគឺភ្លៀងដេញបងប្អូនគឺកំពុងតែឡើងគឺមេឃខ្មៅផ្កើក្តើលតែម្ដងប៉ុន្តែចេះសំណាងដែរបងប្អូនដោយសារតែភ្លៀងតិចអញ្ចឹងណាបងប្អូនណាមកសើមដីលើតិចទេហើយកន្លែងផ្សេងគឺភ្លៀងខ្លាំងម្លុកខ្ញុំដកនេះគឺភ្លៀងតិចអញ្ចឹងណាបងប្អូនហើយពួកខ្ញុំអត់ចាំយូរទៅឡូវនៅក្នុងចកាទៅប៉ុន្តែលបលេថងចេញមកក្រៅសិនអញ្ចឹងណាខ្លាចភ្លៀងខ្លាំងទៅចេញអត់រួចហើយពេលភ្លៀងយ៉ាងខ្លាំងដែរក៏នាំគ្នារត់មកជើកនៅក្រោមផ្ទះសិនអញ្ចឹងណាដោយសារតែមេឃបន្ទួលផងអីផងភ្លៀងផ្ទះបាញ់ផងគឺសាហាវមែនទែនហើយពេលរាំងភ្លៀងក៏នាំគ្នាឡើងទៅឡូវឡើងអីវិញអញ្ចឹងណាខ្ចីកឆេខ្ចីអីគេអញ្ចឹងទៅកាប់ដាក់កឆេហើយក៏នាំដោះដាក់លើលេថងទៅក៏នាំគ្នាចេញទៅអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូ